បាទសូមជំរាបសួរពុកម៉ែបងប្អូនជាកសិករលោកមីទាំងអស់គ្នាបាទហើយសុខទុក្ខយ៉ាងណាហើយពុកម៉ែបងប្អូនបាទថ្ងៃទី18ខែ5ហើយពុកម៉ែបងប្អូន18ខែឧសភាឆ្នាំ2025ថ្ងៃនេះឆ្លៀតមកមើលតលោកបន្តិចបាទតលោកខ្ញុំនេះតាំងពីដាំមកគឺអត់ដែលមកមើលទេបាទគិតតែមកមើលហើយតលោកនេះដាំកាលពីថ្ងៃទី20 21បាទខែមេសាឆ្នាំ2025បន្ទាប់ពីចូលឆ្នាំហើយដាំបាទឥឡូវឃើញថាដុះបានប្រវែងនេះបាទដុះបានប៉ុណ្ណេះឯងបាទឃើញថាដំណោះគឺល្អគួរសមបាទកាលទីដាំហ្នឹងដីរៀងស្ងួតដែរទេបាទប៉ុន្តែឃើញថាការដុះគឺដូចជាល្អគួរសមបាទប្រហែលចូលបាន95%បាទ90ទៅ95%បាទប៉ុន្តែសម្រាប់ពូជដំឡូងនេះខ្ញុំអត់ស្គាល់ទេពុកម៉ែបងប្អូនបាទប៉ុន្តែបងប្អូននិយមហៅថាដំឡូងយួនព្រោះដំឡូងនេះយកមកពីវៀតណាមមកពីយួនឬក៏បងប្អូនខ្លះហៅថាអាត្រួយសអញ្ចឹងពុកម៉ែបងប្អូនបាទប៉ុន្តែមែនតើទៅដំឡូងនេះមិនមែនត្រួយសទេពុកម៉ែបងប្អូនបាទបើយើងមើលពណ៌អាវពណ៌សគឺសស្គូតែម្ដងតែដំឡូងនេះគឺគេហៅថាពណ៌បៃតងបងប្អូនអានេះបើពណ៌ចំពណ៌បៃតងមិនមែនពណ៌សទេប៉ុន្តែគ្រាន់តែពុកម៉ែបងប្អូនយើងមួយចំនួនគាត់ហៅថាត្រួយសខ្ញុំក៏អត់ដឹងដែរបងប្អូនបាទឈ្មោះបច្ចេកទេសគេគឺដឹងថាវាឈ្មោះអីទេបាទដំឡូងនេះគាត់ថាដឹងថាដំឡូងនេះគឺវាមានកម្រិតម្សៅខ្ពស់ជាងគេបើក្នុងចំណោម81ក៏ដូចជាពូជដំឡូងកញ្ឆាគឺវាម្សៅល្អជាងគេប៉ុន្តែគ្រាន់តែទិន្នផលវាអត់ឈ្នះពូជ81ហើយនឹងពូជអកញ្ឆា KF 325ទេបាទដោយសារតែមើមវាតូចមើមច្រើនមែនតែតូចបាទអត់សូវធំទេហើយវារើសដីបើសិនជាដាំវាតតែដីនឹងដីថ្មីបាទដូចជាករណីដីខ្ញុំនេះគឺទើបតែដាំលើកទី3នេះពុកម៉ែបងប្អូននេះគេថាចូលឆ្នាំទី3ការពិតទៅដំឡូងនេះនៅចិត្តរោងចំការខ្ញុំដែរទេប៉ុន្តែដោយសារតែរវល់អត់ដែរបានមកចឹងនិយាយនេះឆ្លៀតពេលមកបន្តិចបាទពេលរសៀលបាទថ្ងៃរៀបលិចចំណេពីចំដំឡូងមកបងប្អូនបាទខាងខ្ញុំនៅចំដំឡូងឡើយទេបាទអត់ទាន់ហើយដោយសារតែដំឡូងស្រស់ថោកពេកចឹងហាលបងប្អូនណានៅហាលហើយខាងខ្ញុំនេះភ្លៀងដល់3 4ថ្ងៃជាប់គ្នាហើយសម្រាប់ពុកម៉ែបងប្អូនវិញយ៉ាងណាយ៉ាងណីដែរបាទដាំហើយក៏ដូចជាប្រមូលផលដំឡូងហើយនៅបាទខាងខ្ញុំនៅឯបាទហើយក៏ចង់សួរពុកម៉ែបងប្អូនដែរបងប្អូនបាទសម្រាប់ដំឡូងដែលគេហៅថាត្រួយសឬក៏ដំឡូងវៀតណាមនេះឈ្មោះបច្ចេកទេសវាឈ្មោះអីបងប្អូនបាទហើយពិនភាគលក្ខណៈវាគឺសម្រាប់ពូជដំឡូងនេះគឺរួញទាំងអស់បងប្អូនបាទវាមានជំងឺរួញទាំងអស់កន្លែងជំងឺរួញនេះក៏ខ្ញុំឆ្ងល់ដែរពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនណាដែលមាន
ចំណេះជំនាញដឹងអំពីលក្ខណៈប្រភេទដំឡូងនេះជួយប្រាប់ផងបាទបើយើងប្រៀបធៀបទៅនឹងដំឡូងផ្សេងដូចជា81អាកាឆាឬក៏ពូជផ្សេងទៀតបាទឲ្យតែមានជំងឺរួញចេះគឺអត់សូវមានម្សៅទេបងពុកម៉ែបងប្អូនបាទតែសម្រាប់ពូជនេះមួយទោះបីតែវារួញក៏វានៅតែកម្រិតម្សៅវានៅអត់ដែរខ្ញុំឆ្ងល់ថងហ្នឹងបាទហេតុអ្វីបានជាវាឆ្លងជំងឺរួញប៉ុន្តែភាគរយម្សៅវានៅតែដដែលនៅតែល្អចំណែកឯដំឡូងដតេដូចជា81ឬជាកាឆាអីហ្នឹងគឺបើសិនជាឆ្លងជំងឺរួញគឺអត់មានម្សៅទេបងប្អូនបាទពេលយើងហាលទៅស្វិតដូចឆៃថាវអញ្ចឹងបាទហើយក៏មិនងាយស្ងួតដែរតម្រាំតែស្ងួតហ្នឹងគឺទៅចំណាយពេល4-5ថ្ងៃទៅបាទចំណែកដំឡូងនេះ3ថ្ងៃគឺស្រួយតែម្ដងបាទកាច់ផុសតែម្ដងកម្រិតម្សៅវាខ្ពស់ប៉ុន្តែគាត់ថាទិន្នផលវាអត់ឈ្នះ81ក៏ដូចជាKM 325ទេបាទទិន្នផលបាទហើយបងប្អូនពុកម៉ែបងប្អូនណាដឹងពីលក្ខណៈបាទអំពីដំឡូងនេះជួយប្រាប់ផងបាទដីដំឡូងដែលខ្ញុំដាំនេះទំហំ2 ហាត់ជាងបាទឆ្នាំមុនមិនទាន់បានបុកមួយជីផងបងប្អូនដឹងថាចំណេញដឹងថាខាតទេដំឡូងកាលនោះធ្វើក្រៀមប៉ុន្តែបានធំតែ530 500អីទេបាទឆ្នាំនេះគឺតម្លៃដំឡូងគឺអត់សូវល្អដូច្នេះប្រហែលជាទាំងខ្ញុំទាំងបងប្អូនគឺយ៉ាប់ហើយបាទអ្នកខ្លះធ្វើដំឡូងអត់កើតផងបាទហើយទៅដំឡូងថោកទៀតបាទរកដើមទុនធួវិញអត់បានទេបាទបើខាងខ្ញុំបានមកទប់ទល់បាទបើរលបាទសួរថារកលុយចំណេញគឺចប់ហើយឆ្នាំនេះបាទរកចំណេញលេងឃើញហើយបាទឃើញថាដុះល្អគួរសមបាទអត់សូវដាច់រណ្ដៅទេដុះបានប្រហែលជាចូល95%ឡើងបាទប៉ុន្តែគ្រាន់ថាវាអត់សូវមានកម្លាំងដោយសារតែដើមវាទុកយូរពេកបាទហើយបើសិនជារាំងបានមួយអាទិត្យចាំភ្លៀងទៀតអានឹងកាន់តែល្អតែបើភ្លៀងបុកខ្លាំងពេកក៏អត់សូវល្អដែរបងប្អូនបាទដំឡូងបាទសម្រាប់វីដេអូរបស់ខ្ញុំមួយមានតែប៉ុណ្្នឹងទេបងប្អូនបាទចង់សួរពុកម៉ែបងប្អូនថាពុកម៉ែបងប្អូនណាស្គាល់អំពីលក្ខណៈដំឡូងនេះទេបាទតែដំឡូងនេះភាសាចេកទេសគេហៅអីហើយហេតុអ្វីបានជាដំឡូងនេះវារួញហើយវានៅតែមានកម្រិតម្សៅខ្ពស់ខុសពីដំឡូងផ្សេងបាទបងប្អូនដឹងជួយប្រាប់ផងបាទអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀតបាទ